cho nó tha nó không episode này dương react tới project ấy kế let's go từng này chẳng cảm thấy ấy bắt đầu mở được ngay let's go wow này cái transform của ránสมัยấy món á cha bà rong á tao cha rong ấy kế là hòm tao mà nè ok nè ông tao nè ấy tiệt cha bà rong tiệt นั่งไอ้ transform คือเก transition ปีสมัยโบราณ เมื่อជាមួយនឹងទស្សនិកជនទាំងអស់គ្នាថាមានអ្វីដែល គួរចាប់អារម្មណ៍ ចាប់អារម្មណ៍ អូខេ បែបការដួលមានពីរចំណុចកន្លែងហ្នឹងដែលខ្ញុំគិតថាជាចំណុច highlight ហ្មងហើយជា very small detail មែនតើទីមួយគឺពេលដែល transform ដែលដូចអង្គីមួយនីតានិយាយមិញអញ្ចឹងគឺ transform ហ្នឹងគឺត្រូវឲ្យមានថាបំលែងរូបហ្នឹងហើយតែបំលែងរូបហ្នឹងគឺម្នាក់ហ្នឹងគឺជាតួអង្គតែមួយទាំងសម័យនិងបុរាណតែជាតួនាងជាតួនាងហើយនឹងមកកូនស្រីដែលគាត់រាំ hip hop ហ្នឹងគឺតួតែមួយហើយបណ្ដុំដែលឃើញបែកហ្នឹងគឺផ្ការរំដួលដែលផ្គុំគាត់ទៅជាយុវវ័យសម័យថ្មីហ្នឹងហើយចំណុចមួយទៀតហ្នឹងវាឈុតពេលល្ងាចរិចពេលតែពេលល្ងាចទេហើយឈុតហ្នឹងឈុតល្ងាចអញ្ចឹងគឺវាសាយភាយផ្លិនក្អូបសម្រស់ហ្នឹងគឺពេលល្ងាចខ្ញុំស្រឡាញ់ភ្នំមាសនឹងដែរតែយើងធ្វើមែនតែនហ្មងជា dance metal ហ្មងណាត្រូវហ៎ shout out to gamer គាត់ឲ្យទីតាំងកន្លែងចាយើងតែង set design flash ហ្នឹងហើយ flash KH តឹង my favorite part in term of sound design យើង hip hop ចឹងណាដែលគាត់ដល់ពងតឹង like tempo ហ្នឹងយើងកែហ្មង like shout out to Austin ជាមួយនឹង Roxy yes actually playing bot Vigola ហ្នឹងគឺខ្ញុំស្ដាប់ដោយចៃដន្យទេមែនតើទៅគឺគាត់ផ្ញើឲ្យស្ដាប់ Roxy គាត់ផ្ញើថាបងនេះមានប៊ីតមួយខ្ញុំធ្វើអញ្ចឹងពេលខ្ញុំស្ដាប់ក៏លឺ play ហ្នឹងគឺប្រូមែនតើបច្ចេក Vigola ហ្នឹងហើយដល់ពេលដែលធ្វើ visual ហ្នឹងទៅពេលធ្វើ creative deck ហ្នឹងគឺចាក់ play ហ្នឹងយកមកស្ដាប់ហ្នឹងហើយអញ្ចឹងមានន័យថា the creative process ហ្នឹងគឺស្ដាប់play បញ្ចេញជារូបភាពហើយអញ្ចឹងទៅក៏យកកណ្ដឹងប្រាប់ទៅ Roxy ក៏សប្បាយចិត្តណាស់គាត់ថាម៉ែអីបង play ខ្ញុំ inspire មកឯងថា yeah actually inspire មែនព្រោះឃើញរូបភាពហ្មងថាយើង feel ដូចទៅប្រភពលោកមួយទៀតរបៀបថាវាទៅ hip hop បន្តិចតែវា modern in a way that វាធ្វើយើងសម័យហ្នឹងហើយតែដល់ពេលដល់តការតសេហ្នឹងខ្ញុំមាន vision មួយគឺចង់ transit ភ្លេងចាប៉ីខ្មែរយើងជាមួយនឹងហ្គីតាព្រោះយើងចង់រកអីដែលជា similarity រវាងគេថាឧបករណ៍តន្ត្រីរបស់ខ្មែរជាមួយនឹងប្រចាំប្រទេសអញ្ចឹងរបៀបជាខ្សែហ្នឹងគឺយើងមានចាប៉ីដែលបើទាំងអស់គ្នាបានដឹងគឺចាប៉ីមានអាយុកាលតាំងពីជំនាន់ប្រពុតតែគាត់ទ្រង់គាត់ត្រាស់មកម៉េះគឺមានចាប៉ីគឺមាន vision មួយគឺចង់ transit មានន័យថា transform ព្រោះ the idea is about ការវិវត្តហ្នឹងហើយអញ្ចឹងដូចយើងឃើញវគ្គមុនអញ្ចឹងគឺតួនាងវិវត្តទៅជាមានន័យថាគាត់ transform គាត់វិវត្តខ្លួនទៅជាក្មេងសម័យថ្មីហ្នឹងហើយ and then តួអង្គប្រុសគឺជាតួអង្គយក្សនៅក្នុងរបាំនៅក្នុងល្ខោនខោតួនាងនៅក្នុងរបាំបុរាណហ្នឹងហើយជាទម្រង់ផ្សេងគ្នាអញ្ចឹងណាទម្រង់បុរាណគឺស្រីសុទ្ធខោគឺប្រុសសុទ្ធហ្នឹងហើយអញ្ចឹងតួអង្គពីរនាក់ហ្នឹងនាងហើយនឹងយក្សអញ្ចឹង transform ទៅជាយុវជនសម័យថ្មីទាំងពីរដែលដល់ពេលមកដល់វគ្គចប៉ីនេះគឺមានន័យថាការ transform របស់ឧបករណ៍តន្ត្រីខ្មែរទៅជាឧបករណ៍តន្ត្រីប្រចាំប្រទេសហ្នឹងហើយដែលមានន័យថាមិនមែនយើងចង់ថាកន្លែងហ្នឹងយើងហ្គីតាប្រចាំប្រទេសវាមានកំណើតពីខ្មែរមិនមែនទេខ្ញុំចង់និយាយពីការវិវត្តរបស់មនុស្សជាតិហ្នឹងហើយរបស់សិល្បៈហ្នឹងហើយណា like ចូលទីតាំងបាទហាឡើសង្ឃថាពេលដែលគាត់ design កន្លែងនេះខ្ញុំសង្ឃជឿថា tempo នឹងអាច possible ព្រោះដល់ពេលដែលខ្ញុំផ្ញើ cut ហ្នឹងអត់មានរូបភាពឲ្យគាត់ខ្ញុំក៏ដឹងថាអូចាំមើលខាង sound នឹងគាត់ស្រែកមកពេលព្រោះសុករូបភាពពងលឿនយើងដូរអញ្ចឹងបើសិននិយាយពីពងទាជៀនក្លាប់បដ ாய் អញ្ចឹងក៏ដែរចាំមើលទាំងស្រែកហើយគាត់ឃើញរូបភាពហ្នឹងហើយគាត់ផ្ញើ track ហ្នឹងមកវិញយើងនិយាយពី vision ថាចង់បានអញ្ចឹងគាត់ផ្ញើហ្នឹងមកខ្ញុំ like oh my god this so my beautiful part like climax of the TV series សម្រាប់ខ្ញុំ yeah ណា
ការកាត់ត อะไรเด้อ flashback ទៅរឿងហង្សយន្ត concept របស់ TVC ហ្នឹងគឺខ្ញុំ based on theme មួយគេហៅ surrealism ជាភាសាអង់គ្លេសគេហៅ surrealism បើជាភាសាខ្មែរខ្ញុំបកខ្លួនឯងណាមានជា dictionary ណាបកអីតាមការយល់របស់ខ្ញុំគឺគេហៅថាពិភពនិមិត្តហ្នឹងហើយតែវាអត់ប៉ិតទេជាការសម័យអញ្ចឹងកន្លែងហ្នឹងគឺចង់និយាយពីអារម្មណ៍របស់អ្នកដែលគាត់បានក្រេបរសជាតិវីកូឡាហ្នឹងគឺគាត់ទទួលបានអារម្មណ៍មោទនភាពរសជាតិនៃមោទនភាពហ្នឹងពេលដែលយើងញ៉ាំទៅយើង feel មោទនភាពហើយមោទនភាពដែលខ្ញុំចង់បង្ហាញនៅឈុតហ្នឹងគឺមានអារម្មណ៍ដូចយើងហោះហ្នឹងតែពេលដែលហោះយើងហោះរបៀបមិនតាមមនុស្សយើងដោះស្លាប់ឬក៏មិនហ្នឹងហើយក៏ខ្ញុំនឹកឃើញអ្វីដែលខ្ញុំរៀនកាលនៅក្មេងហ្នឹងគឺរឿងហង្សយន្តហ្នឹងឯងពីព្រោះហង្សយន្តហ្នឹងគឺជាប្រភេទជាលក្ខខណ្ឌអសរសិល្ប៍បែបសម័យជំនាន់ហ្នឹងដែលល្បីមែនតើដោយសារអីគឺគាត់ push creativity ថាខ្មែរយើងមានហង្សយន្តដែលដឹកមនុស្សចេញពីវាំងហ្នឹងកាលហ្នឹងដូចជាច្បាំងឬក៏ something បែបប្រពន្ធអីខ្ញុំភ្លេចបាត់ហើយដឹងថាជាហង្សយន្តហើយអាហ្នឹង shout out ទៅឲ្យមនុស្ស2នាក់សម្រាប់ឈុតនេះដែលសំខាន់មែនតើគឺកាត់ឆាដែលជា art director ហើយទី2គឺទី2ហ្នឹងហើយso ខ្ញុំប្រាប់ពី vision ហ្នឹងចង់ឲ្យវាជាហោះជាទូកតែទូកនឹងរៀងជាហង្ស and then ហង្សនឹងអាចថាមានយន្តប៉ុន្តែវាអត់ត្រូវការបក់អីពីព្រោះវាជា futuristic like sci-fi នៅway មួយរបៀបថា2050ឬក៏3000អីចឹងទៅកាន់អនាគត and then សិល្បករទីវាដែលបានតែយើងតែធ្វើការជាមួយរហូតហ្នឹងហើយគាត់ជាអ្នក design បន្ទូលមានជើងដែរហ្នឹងជា style របស់គាត់យើងក៏បានធ្វើការជាមួយគាត់ហើយ design ហ្នឹងចេញមក yes ចឹងបើសិនជាទាំងអស់គ្នាមើលឃើញគឺឃើញដូចមានស្លាបជាហង្សយន្តប៉ុន្តែក្បាច់រចនាតាំងពីគេថាប្រកេសារបស់ហង្សហ្នឹងរហូតដល់កន្ទុយហង្សហើយតួខ្លួនអីគឺ actually គឺ based on រចនាគេថាទូកហង្សបែបខ្មែរតែយើងឆ្នៃតែស្លាបហើយនឹងអាកន្លែងម៉ាស៊ីនហ្នឹងហ្នឹងហើយជាយន្តហ្នឹងហើយ environment ហ្នឹងគឺខ្ញុំ base ទៅលើពណ៌ស្វាយព្រោះធម្មតាយើងតែនិយាយពិភពលោកពណ៌ស្វាយពិភពលោកពណ៌ស្វាយហ្នឹងណាបើយើងនិយាយពណ៌វាតែតែប្រាប់ន័យដូច sunset វាថាយើង something មានថា sunset គឺជាពណ៌មួយដែលពេលរៀបប្រតិបត្តិអស់សង្គមគឺវាសឹងថាជាអ្វីដែលយើងលាអ្វីដែលកើតឡើងនៅថ្ងៃហ្នឹងហើយរងចាំអ្វីដែលកើតឡើងនៅថ្ងៃស្អែកអាហ្នឹងជាពណ៌ពេលប្រតិបត្តិអស់សង្គមអញ្ចឹងវាតែតែថាវាជាមានអារម្មណ៍ថាឲ្យតែ setយើងទៅមើល sunset អីចឹងទៅហ្នឹងជាអារម្មណ៍ពណ៌ sunset right តែបើពណ៌ sunrise មានន័យថាវាដូចថ្ងៃថ្មីថ្ងៃលៀបថ្ងៃជ័យអញ្ចឹងណា something is open អីចឹងទៅពណ៌ក្រហម excitement គឺសប្បាយចិត្ត like រីករាយពណ៌ផ្កាឈូកគេហៅ pink in love you know អញ្ចឹងពណ៌លឿងគឺពណ៌ happy របៀបថា energy អីចឹងso ពណ៌នីមួយមិនចឹងមិនបានហងគឺយើងប្រើពណ៌លឿងមួយពណ៌មាសហ្នឹងហើយជាពណ៌ដែលបង្ហាញពីភាពរីករាយហ្នឹងហើយអញ្ចឹងហើយក៏ភាពគេថាពណ៌បង្ហាញពីភាពថ្លៃថ្នូររបស់គេថាវ័យនេះរបស់យើងព្រោះពីច្រើនយើងប្រើច្រើនជាមួយពណ៌មាសតែមិនមែនធម្មតា reaction ទេមើលទទួលបានចំណេះដឹងទូទៅ shout out ឲ្យ Cell Animation Cell Animation គឺជាដៃគូ partner ក្នុងការធ្វើ animation ទាំងមូលនឹងតែម្ដងមានកច្ឆា art director ហើយទិវាគាត់អ្នក design character បើយើងនិយាយនៅក្នុងភាសា production គឺ character គេហៅ model ហ្នឹងគឺបាយ2នាក់គាត់តែអ្នកដែលតម្លើងអាហ្នឹងហើយធ្វើឲ្យមានចលនាគឺខាងសិលបងវរីហ្នឹងហើយខ្ញុំបាន call តាក់ទងមួយគាត់ដែរពេលហ្នឹងព្រោះបច្ចេកហ្នឹងវារៀងលឿនដែរពេលហ្នឹងមែនតើក៏ប៉ិតយើងចង់ចេញតាំងពីឆ្នាំទៅតែដោយសារតែ border conflict ហ្នឹងក៏យើងបានពជាពេលអញ្ចឹងពេលបានតាក់ទងទៅបងវរីថាបងខ្ញុំមានបច្ចេកមួយតែខ្ញុំមិនដឹងថានឹង style បងឯងអត់ទេវាយើង push creativity ហើយភាពសម័យ1 2 3 5អីចឹងណាក៏វាចឹងទៅអានេះចាយពេល2អាទិត្យច្រឡះ2អាទិត្យទៅ3អាទិត្យទៅអាទិត្យទី1ពេលតម្លាក់មកគឺហងហ្នឹងហោះរបៀបរោករាក់ទៅឡើយទេងើតហោះសូអត់ម៉ាស៊ីនរៀងរបៀបនៅប្រឆេះអាហ្នឹងភាសាតិចតែបច្ចេកទេសគេ render វាអត់ទាន់ smooth ទេព្រោះភាសាវាតាក់ទងពីរឿង render pixel វាអីអញ្ចឹងទៅដល់ពេលបាន client អរគុណ client ដែរដែលបានពជាពេលហ្នឹងហើយអញ្ចឹងទៅបានថែមមួយអាទិត្យទៀតអាងងើទៅជាហ្នឹងហើយឡើងទៅវិញបានវាបានរៀង smooth អញ្ចឹងណាដល់ពេលអត់មានភ្លើងទេនៅអាភ្លើងទៅនៅខ្ជិះអូហើយទៅបងអត់មានម៉ាស៊ីនទេណាម៉ាស៊ីននឹងមានតែអត់ចេញភ្លើងហើយខ្ញុំជុំគេហោះរបៀបហ្នឹងទាំងអស់នេះ
ចាប់អារម្មណ៍មាន map អត់មិនចេះតែហោះហើយណាហោះមានកោដដៅហោះមានកោដដៅមិនឃើញ3នាក់ហ្នឹងលើទូកហ្នឹងហោះទាំងភាពសម័យលើហេរហូតណាមាន map របស់គេគឺចុចត្រូវគេដាក់ទីតាំងហើយអូខ្ញុំក៏ស្គាល់ខាងហ្នឹងដែរ Giờ nãy mở mở. Wow. Love. ខ្លងហ្នឹងក៏ជា suggestion របស់ DP ដែរគឺពេលដែលខ្ញុំបង្ហាញ board ហ្នឹងហើយខ្ញុំចង់ឲ្យឃើញគឺជ្រួយហើយគាត់ចូលមកពិភពលោកមែនតើវិញហ្នឹងដែលគាត់ឲ្យ suggestion ថាចុះបើសិនជាពេលចូលមក the first thing យើងឃើញគឺទូក and then គឺជ្រួយឡើងហ្នឹងហើយអញ្ចឹង I think this is a very good connection transition មែនតើវាធ្វើឲ្យ feeling យើងឡើងហ្មងហ្នឹងហើយ Yeah. Our prize Yeah. ភ្លក់វីកូឡានៅព្រោះដោយសារខ្ញុំបានភ្លក់វីកូឡា10ពណ៌សណាប់គាត់វាឆ្ងាញ់មែនអា10ពណ៌សតែឥឡូវគេអាប់ដេតទៅកំប៉ុងថ្មី ដូច្នេះបើគេត្រូវការមាន TVC មួយដើម្បី launch ជាមួយនឹងរូបនេះថ្មីដែរហ៎ shout out ទៅ FFF អីគេ FPV មកទិនហ្នឹងហើយមកទិនហើយអូបងស្រី AD របស់ខ្ញុំបងសធាវីផងសធារីបងសុំតបងស្រី AD first AD សធារី first time ធ្វើការមួយគ្នា all the post team ទាំងអស់ហ្នឹងហើយ post team ដែលសរសើរស្រែមែនតើព្រោះបច្ចេកគឺគេហៅថា80% VFX ណាវីកូឡា VFX តែប្រងណាក៏ខាងរំទាំងអស់នៅឈុត break dance កន្លែងហ្នឹងយើងថតនៅកនតារៀនហ្នឹងគឺត្រូវបានគេហៅថា coordinate នឹងលើកទឹកចិត្តនឹង hype ដោយគេហៅថា hyper ហើយជាជនចាស់ដែលហើយយើងអត់ស្គាល់ឃើញពេលរំ K-pop ឬក៏ walking street ឬណាចំអញ្ចឹងយើងចូលទៅគឺគាត់មានគាត់ហើយគឺគាត់គឺជាមេដាគេហៅថា founder em sẽ làm cách xả គឺអូខេចាព្រោះ không phải sao ព្រោះពេលអត់តអូខេអត់តមក hình sạp តួរបៀបរងមួយពីរអូខេធ្វើទៅដល់មិនម្ដងទៀតមក cho đó từ muốn dạ mình đây sợ cái dương cho hai của con đó nghe là mày cái mấy cho túa thọ chập hai ba tập bè បងរត់បងនារីបងនរតហ្នឹងហើយ Two sister អរគុណដល់វីកូឡា Yeah rượu chiết អញ្ចឹងបើសិនជាទាំងអស់គ្នាស្រឡាញ់ចូលចិត្តនៅវីដេអូដែលច្នៃប្រឌិតបែបហ្នឹងនៅក្នុងការស្វប់ពាណិជ្ជកម្មជួយ like ជួយ share ចាតើមកព្រឹកគប់ លេខទូរស័ព្ទមានលោតទៅលើកញ្ចក់ទូរស័ព្ទបងអត់គ្នា ចាមើលមុខកុមារីភ្នែកម៉ងទាំងអស់គ្នាមក rồi dắt tập ban đăng bye bye អ្នកគ្នា Bye